សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមក unboxing ជាមួយនឹង Xdo Bonus កម្លាំង 120W គឺជា speaker karaoke របស់សហរដ្ឋអាមេរិកដែលនៅតម្លើងនៅប្រទេសចិនបងប្អូនអរគ្នាតើគុណភាព speaker original version global នេះតើវាយ៉ាងម៉េចបងប្អូនអរគ្នាឥឡូវខ្ញុំនាំគ្នាបងបង្ហាញអំពីអ្នកនរគ្នាជាមួយនឹង Xdo Bonus ដែលបំពាក់ជាមួយភ្លើង RGB មាន mode control ច្រើនមែនទែនហើយច្រៀងពីរោះទៀតបងប្អូនអរគ្នាច្រៀងមួយគឺលះល្អបងប្អូនអរគ្នាពេលយើងជប់ច្រៀងបិទ mode ច្រៀងវាបង្កើនសំឡេងហ្នឹងគឺបុកងុំល្អមែនទែនបាទ yes ដែលគេដាក់ថាបងប្អូនអរគ្នា design by Xdobo Inc in USA ដែលនៅកន្លងនៅទីក្រុងសាន់ជីងស៊ីហើយទីក្រុងសាន់ចិនដែលក្រុមហ៊ុន Sinobank Co Ltd បងប្អូនអរគ្នាបាទនេះបងប្អូនអរគ្នាការដំឡើងបង្គំនៅក្នុងប្រទេសចិនអញ្ចឹងខ្ញុំនាំគ្នាបើកបង្ហាញអ្នកគ្នាបានមើលបងប្អូនអរគ្នានេះគឺលក់ដាច់មែនតើបងប្អូនអរគ្នាអត់ផលិតផលបន្លំមួយអីទេបាទបងប្អូនអរគ្នាឥឡូវយើងហាត់បងស៊ីមកតពីខាងលើនេះគឺគេដាក់ជាមួយនឹងនេះបងប្អូនអរគ្នានៅខាងលើនេះគឺគេដាក់ជាមួយនឹង micro នៅជាប់នៅក្នុងនឹងផ្ទាល់តែម្ដងវ៉ាវគឺពិសេសមែនតើឥឡូវយើងយកចេញក្រៅអ្នកគ្នាបានមើលហែកមកប៉ំវ៉ាវយកធ្ងន់ដែរតាមានអីហើយគេឲ្យខ្សែស្ពាយមួយបងប្អូនអរគ្នាសម្រាប់ Xdo Bonus ហ្នឹងគឺគេឲ្យខ្សែស្ពាយដែលវាយផ្លាក់ស៊ីនៅ3ផ្ទាល់បាទកុំយកច្រឡំបងប្អូនអរគ្នា Xdo Bo ហើយនឹង Sinobank ហ្នឹងគឺក្រុមហ៊ុនតែមួយទេគឺអ្នកផលិតតែមួយទេអូខេឥឡូវយើង unboxing ផ្ទាល់តែម្ដងវ៉ាវបងប្អូនអរគ្នាអានេះដោះអត់បានទេបងប្អូនអរគ្នាដៃគឺមកចឹងស្រាប់ប៉ុន្តែវាមានអ្នកខ្សែស្ពាយកន្លែងនេះបងប្អូនអរគ្នា yes ឥឡូវខ្ញុំឲ្យបងប្អូនបានមើលហើយនេះគោលក្រុមបងប្អូនអរគ្នាគឺជា version របស់ global គឺ version របស់ក្រុមហ៊ុនគឺមានការធានាគ្រឿងបន្លាស់គឺបែកកន្លែងនេះបងប្អូនអរគ្នាអូខេបន្តមកខ្ញុំមើលគូតខាងក្រោយកន្លែងបញ្ចូលថ្មបងប្អូនអរគ្នាខ្ញុំឲ្យកន្លែងមើលបញ្ចូលថ្មនេះគឺជាកន្លែងបញ្ចូលថ្មបងប្អូនអរគ្នាដែលប្រើប្រាស់ជាមួយនឹងដោយធំបងប្អូនអរគ្នានេះហើយដោយហ្គីតាឬក៏ micro ប្រភេទ micro ធំៗយើងអាចប្រើប្រាស់ជាមួយនឹងបានហើយនេះដូច AUX សម្រាប់ដូចពីកុំព្យូទ័រចូលអ្នកដើរកុំព្យូទ័រប្រើប្រាស់អត់មាន Bluetooth នេះអាចប្រើនឹងបានហើយនឹង Type C បងប្អូនអរគ្នានេះគឺដោយ USB សម្រាប់បញ្ចូលថ្មទូរស័ព្ទឬក៏ប្រើជាមួយនឹង flash ចាក់ចម្រៀងបងប្អូនអរគ្នាហើយកន្លែង Type C គឺជាកន្លែងដែលបញ្ចូលថ្ម speaker បាទថ្ម speaker វា support 5W 3A បងប្អូនអរគ្នាបាទអញ្ចឹង mode control វាល្អមែនតើឥឡូវខ្ញុំចាប់បានចាក់ដល់គ្នាបានមើលខ្ញុំជិះបើកមកលន់ទឹកពេលដែលវាលក់នៅឃើញអត់បងប្អូនអរគ្នាគឺវាមានភ្លើងមកហ្មងនេះទៅច្រឡំដោះចេញណាហើយបំពាក់ភ្លើងក្នុង passive ទីបងប្អូនអរគ្នាហើយតម្លៃវិញតែ$85បងប្អូនអរគ្នារត់មាននេះបាទ next វ៉ាវ speaker តម្លៃ$85បងប្អូនអរគ្នារត់បានទេថ្មអ្នកនរគ្នាថ្មវាប្រើប្រាស់បានរហូតដល់20ម៉ោងបងប្អូនគ្នា Bluetooth គឺ 5.3 ជាមួយនឹងប្រព័ន្ធការពារទឹក IPX5 មានន័យថាទឹកស្រកពីលើអីគឺអត់អីទេបងប្អូនគ្នា yes ហើយ wireless បាទវាអាចប្រើជាមួយ wireless micro របស់វាបងប្អូនគ្នាមានរុន USB សម្រាប់បញ្ចូលថ្មទូរស័ព្ទមាន EQ បដូរបាន3សំឡេងបងប្អូនគ្នានេះ EQ បដូរបាន3សំឡេងអូហើយមាន AE បងប្អូនគ្នាមុខងារ AE គឺជាមុខងារដែលពេលយើងច្រៀងទៅយើងអាចចង់បិទសំឡេងអ្នកច្រៀងចោលមុខងារបថថែមសំឡេងច្រៀងក៏បានដែរវាពិសេសមែនតើបងប្អូនគ្នាវាបំពាក់ជាមួយ Dab Bass បងប្អូនអរគ្នាដឹងទេ Dab Bass នេះគឺបុកងុំបងប្អូនគ្នាភ្ញៀវទាំងមកតេស្ត10ទាំង10គឺយកទាំង10ជាពិសេសតាំងមកចេះលក់ speaker មកដែលឃើញមនុស្សស្អីមកតែបងប្អូននេះតែប្រែនេះមួយបងប្អូននេះXdo Bonus នេះគឺជា speaker ដែលមាន
បងស្រីក៏ទិញច្រើនមែនតើបាទកំប៉ុងស្រីលក់ដាច់មែនតើបងបាទអញ្ចឹងបងប្អូនទាំងនេះចង់ធ្វើការតេស្តធ្វើការសាកលបងជាមួយនឹងអឺចង់តេស្តតមុនទិញអត់ជឿជាក់លើការខ្ញុំនិយាយបងប្អូនអាចមកហាងរបស់ខ្ញុំ K87 Store បានបងប្អូនទាំងនេះគឺខ្ញុំមានលក់បងប្អូនទាំងនេះអាចធ្វើការតេស្តមុនទិញក៏បានដែរឥឡូវខ្ញុំឲ្យអ្នកមើល micro ម្ដងនេះគឺជា micro បងប្អូនទាំងនេះ micro វារៀងទូចខ្លីល្មមតែប្រភេទ micro គឺជាប្រភេទ micro សាកថ្មបងប្អូនទាំងនេះដែលមើលទៅស្អាតតែបងប្អូននេះអូបាទហើយសារតម្លៃវាធូរមែនតើតែ$85ទេបងប្អូនទាំងនេះតម្លៃចេញលក់គឺ120ប៉ុន្តែអត់តបាននឹងចេញលក់ផងក្រុមហ៊ុនតម្លៃប្រម៉ូសិនដល់$85ហើយបងប្អូនទាំងនេះបានប្រើអូយបងប្អូនទាំងនេះមក speaker សេរីចេះគឺល្អមែនតើហើយខ្ញុំសរសើរថា passive របស់វាបងប្អូនទាំងនេះ passive របស់វាគឺវារឹងល្អមែនតើបាទប្រភេទ passive រឹងដឹងហើយមែនអា passive ទន់លឺខ្លះបងប្អូនទាំងនេះ yes អញ្ចឹងបងប្អូនទាំងនេះធ្វើការធ្វើតេស្តមុននឹងទិញបងប្អូនគ្នាជឿជាក់លើខ្ញុំបងប្អូនទិញហ្មងទៅព្រោះខ្ញុំតេស្តហើយដូចខ្ញុំអ្នកលក់ខ្ញុំនិយាយត្រង់ហ្មងល្អថាល្អអន់ថាអន់បងប្អូនគ្នាបាទហើយមិនបាច់ចាក់ចម្រៀងមិនតេស្តចម្រៀងបងប្អូនគ្នាទូតេស្តចម្រៀងឲ្យអ្នកគ្នាស្ដាប់ក៏អ្នកនរគ្នាអត់ដឹងពីគុណភាពសំឡេងវាយ៉ាងម៉េចដែរបាទអញ្ចឹងថ្ងៃហ្នឹងវីដេអូមានតែប៉ុណ្្នឹងបាទសូមជម្រាបសួរជុក